ស្វាគមន៍កម្មវិធីសំណួរចម្លើយអបអរសាទរទិវាពិភពលោកនៃការលាងសម្អាតដៃកម្មវិធីសំណួរចម្លើយនៃទិវាពិភពលោកលាងសម្អាតដៃក្រោមប្រធានបទដៃស្អាតសុខភាពល្អក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃការលាងសម្អាតដៃក៏ដូចជាកាត់បន្ថយមេរោគមួយចំនួនជាពិសេសដើម្បីសុខភាពល្អសូមអបអរសាទរដល់អ្នកគ្នាមួយចាំមិនដែរកញ្ញាចាកម្មវិធីនេះប្រព្រឹត្តទៅក្រោមកិច្ចសហការពីក្រសួងអភិវឌ្ឍជនបទអង្គការ UNICEF និងអង្គការ DFID ដើម្បីអបអរសាទរទិវាពិភពលោកលាងសម្អាតដៃត្រឹមត្រូវណាកញ្ញាអបអរសាទរដល់អ្នកគ្នាថ្ងៃនេះខ្ញុំជាមួយកញ្ញាបានចូលរួមក្នុងកម្មវិធីនេះគឺថាមានអារម្មណ៍សប្បាយមែនទែនបាទហើយជាពិសេសខ្ញុំបានចូលរួមភ្លាមគ្រាន់តែជួបបងប្អូនមកពីគ្រប់បាទសិស្សានុសិស្សទាំងអស់បានស្វាគមន៍ភ្លាមនោះអាចចាប់ជៀនមកហើយនេះក្តីបងប្អូនអរគ្នាមើលតែបងណាបានលាងដៃនឹងទឹកខ្លះលើកដៃអ្នកណាលាងដៃនឹងទឹកលាងដៃនឹងទឹកអ្នកណាខ្លះលាងដៃនឹងសាប៊ូលើកដៃអូច្រើនមែនទែនណោះបាទអ្នកណាខ្លះអត់លាងដៃសោះដាក់ចូលលេងចាបាននិយាយថាគាត់យល់ដឹងពីការលាងសម្អាតដៃបានច្បាស់លាស់លាងសម្អាតដៃនឹងសាប៊ូអ្នកដែលលាងដៃនឹងសាប៊ូទាំងអស់គ្នាមែនទេបាទអញ្ចឹងយើងចាក់ដៃទាំងអស់គ្នាលាងដៃនឹងសាប៊ូណានៅក្នុងពេលនេះដែរនាងខ្ញុំសូមប្រកាសជូននៅសមាជិកសាលាដែលបានចូលរួមនៅក្នុងកម្មវិធីនេះគឺមានសាលាបឋមសិក្សាចំនួន4ក្នុងរាជធានីភ្នំពេញគឺទី1សិស្សានុសិស្សមកពីសាលាអន្តរជាតិញូវយ៉កសូមអបអរសាទរញូវយ៉កទី2សិស្សានុសិស្សសាលាចំណេះដឹងទូទៅអន្តរជាតិសង្ហបុរីទី3សិស្សានុសិស្សសាលាអន្តរជាតិចំណេះទូទៅឯកជន Newton Thilai និងទី4សិស្សានុសិស្សមកពីវិទ្យាស្ថាន Betty អន្តរជាតិដើម្បីចាប់ដើមកម្មវិធីសូមអញ្ជើញលោកគ្រូអ្នកគ្រូតំណាងឲ្យសាលាទាំង4មកចាប់ឆ្នោតជ្រើសរើសគូប្រកួតសូមអញ្ជើញសូមអបអរសាទរចាសូមអញ្ជើញសហការីយើងឡើងមកជួយជំនួសដល់លោកគ្រូអ្នកគ្រូបាទចាប់ឆ្នោតបាទសូមអញ្ជើញអរគុណណាស់ដល់សហការីអរគុណកញ្ញាឥឡូវនេះបាទស្លឹកឆ្នោតបានមកដៃហើយសម្រាប់ A ប្រកួតជាមួយ A បាទមានសាលាណាខ្លះសូមអញ្ជើញកញ្ញាជំរាបជូនតែម្ដងចំពោះវគ្គទី1គឺសាលាអន្តរជាតិ Betty ត្រូវប្រកួតជាមួយនឹងសាលាអន្តរជាតិ New York បាទសម្រាប់វគ្គទី2ផងដែរហើយនៅក្នុងវគ្គទី2ក៏មានបាទសាលាចំណេះទូទៅបាទសង្ហបុរីអន្តរជាតិបាទប្រកួតជាមួយនឹងសាលាចំណេះទូទៅឯកជន Newton Thilaiសូមអញ្ជើញបងប្អូនខាងសាលា Betty អន្តរជាតិឡើងកាន់វេទិកាសូមអញ្ជើញក្មួយនិងបងអូនសាលា New York ចាស់ឡើងកាន់វេទិកាមកអូនសូមនាមបាទសម្រាប់បងប្អូននៅ Betty ជំរាបសួរនាងខ្ញុំស៊ូលីងរៀនថ្នាក់ទី6មកពីវិទ្យាស្ថាន Betty អន្តរជាតិសាខាទី3អបអរសាទរក្លាហានណាស់មួយប្រុសជំរាបសួរខ្ញុំបាទឈ្មោះឈុនម៉ាឌីណេថ្នាក់ទី6ក៏មកពីវិទ្យាស្ថាន Betty អន្តរជាតិសាខាទី3អបអរសាទរនៅភាពក្លាហានរបស់ក្មួយជំរាបសួរនាងខ្ញុំមកពីសាលាអន្តរជាតិ New York សាខាទី7អបអរសាទរបាទអន្តរជាតិ New York សាខាទី7ចំពោះក្មួយមកពីសាលាអន្តរជាតិ New York សាខាទី7អបអរសាទរហ្នឹងហើយកញ្ញាពេលតែក្មួយទាំងពីរសាលាក្លាហានណាបាទឡើងមកថាគាត់ថាគ្នារៀងភ័យបាទកុំភ័យក្មួយយើងបាទដើម្បីអនាម័យទាំងអស់គ្នាដើម្បីសុខភាពនិងការលាងសម្អាតដៃណាសុខភាពល្អហ្នឹងហើយសូមអញ្ជើញកញ្ញាចាជាបន្តទៅទៀតនេះគឺសូមអញ្ជើញរបស់យើងយកសំណួរមកជូនបងប្អូនចាសូមអញ្ជើញស្រ័យពីក្មួយទាំងពីរក្រុមមុននឹងចូលមកដល់សំណួរខ្ញុំបាទសូមបង្ហាញបាទសូមបញ្ជាក់ដល់ប្រជាជនឲ្យបានជ្រាបថាអង្គការសហប្រជាជាតិបានកំណត់យកឆ្នាំ2008បាទជាឆ្នាំអនាម័យអន្តរជាតិហើយយកថ្ងៃទី15ដុល្លារឆ្នាំនេះបាទជាទិវាពិភពលោកលាងសម្អាតដៃដែលជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការបំផុសចលនាសម្អាតដៃដើម្បីចូលរួមចំណែកអបអរសាទរអនាម័យអន្តរជាតិក្រោមប្រធានបទដៃស្អាតនិងសុខភាពល្អអរគុណបងប្អូនខាង Betty ចាប់បានសំណួរទីប្រមាណក្មួយចាប់បានសំណួរទី28សូមកញ្ញាអានសំណួរទី28ចាសំណួរសួរថាហេតុអ្វីបានជាវាមិនគ្រប់គ្រាន់ក្នុងការសម្លាប់មេរោគប្រឡាក់ជាប់បាតដៃប្អូនប្រសិនបើប្អូនលាងដៃជាមួយនឹងទឹកទទេដោយគ្មានប្រើសាប៊ូ
ចំអានជូនចម្លើយមាន3ចម្លើយកពីព្រោះទឹកទទេវាមិនអាចសម្លាប់មេរោគជាប់នឹងបាតដៃបានទេចម្លើយខពីព្រោះទឹកទទេវាមិនអាចបំបត្តិក្លិនស្អុយចេញពីបាតដៃបានទេចម្លើយកពីព្រោះទឹកទទេវាមិនអាចធ្វើឲ្យដៃយើងស្អាតបានទេខ្ញុំ ចា ជ្រើ បងអូនជ្រើសរើសមួយណា ជ្រើសរើសយកចម្លើយក ចាចម្លើយកគឺពីព្រោះទឹកទទេវាមិនអាចសម្លាប់មេរោគជាប់នឹងបាតដៃទទេបានទេចាចម្លើយនេះត្រឹមត្រូវលើបាយមកមួយខាងនោះយកវិញម្ដងចាប់បានចំនួនទីប្រមាណ10ដើមកញ្ញាចាសំណួរទី10សួរថាដើម្បីលាងដៃឲ្យបានស្អាតនិងត្រឹមត្រូវតើយើងចាំបាច់ត្រូវមានអ្វីខ្លះចម្លើយមាន3ចម្លើយកទឹកស្អាតកន្សែងដុសដៃស្អាតនិងសាប៊ូចម្លើយខទឹកធម្មតាសម្រាប់លាងដៃចម្លើយកកន្សែងជូតដៃពេញចិត្តចម្លើយមួយណាចានេះខ្ញុំសូមជ្រើសរើសចម្លើយកចម្លើយចាចម្លើយកគឺទឹកស្អាតកន្សែងជូតដៃស្អាតនិងសាប៊ូគឺពិតជាត្រឹមត្រូវមួយ3ធីម្ដងចាប់បានសំណួរទីប្រមាណសំណួរទី21សំណួរទី21សួរថាក្រោយពីបានយល់អំពីផលប្រយោជន៍នៃការលាងដៃជាមួយសាប៊ូហើយតើបងប្អូនគិតថាត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឲ្យមិត្តភ័ក្តិនិងបងប្អូនរបស់បងប្អូនពួកគេមានទម្លាប់លាងដៃចម្លើយមាន3ក្មួយណាចម្លើយកប្រាប់ពួកគេពីផលប្រយោជន៍បានដល់សុខភាពចម្លើយខប្រាប់ពួកគេពីការខាត់ថវិកាដោយសារឈឺចម្លើយកប្រាប់ពួកគេពីការខាតបង់ពេលវេលារៀនសូត្រខ្ញុំសូមជ្រើសរើសចម្លើយកចម្លើយកយ៉ាងម៉េចដែរកញ្ញាចម្លើយកចាចម្លើយកគឺប្រាប់ពួកគេយល់ដឹងពីផលប្រយោជន៍បានដល់សុខភាពល្អចាចម្លើយនេះគឺពិតជាត្រឹមត្រូវខ្ញុំបាយអារម្មណ៍មកជួបខាងមួយនៅបាទក្លានតែជាតិញូវយ៉កវិញម្ដងបាទចម្លើយទីប្រមាណសំទោសសំណួរទីប្រមាណសំណួរទី4ចាសំណួរទី4សួរថាតើមានសត្វអ្វីខ្លះដែលវាគ្រោះថ្នាក់ខ្លាំងជាងគេដោយចម្លងមេរោគពីលាមកមកមនុស្សយើងចម្លើយមាន3ចម្លើយកសត្វឆ្កែចម្លើយខសត្វជ្រូកនិងមាន់ចម្លើយកសត្វរុយយកចម្លើយទីប្រមាណកបានន័យថាសត្វរុយត្រឹមត្រូវទេកញ្ញាចាចម្លើយកគឺពិតជាត្រឹមត្រូវអរសាទរអរគុណយើងមកបាយមកមួយខាងបែបទីវិញម្ដងចាប់បានសំណួរទីប្រមាណក្មួយចាប់បានសំណួរទី20សំណួរទី20សូមអញ្ជើញកញ្ញាអានសំណួរចាសំណួរសួរថាក្នុងករណីដែលបងអូនលាងដៃជាមួយសាប៊ូហើយมันមានកន្សែងស្អាតសម្រាប់ជូតដៃឲ្យស្ងួតតើបងអូនត្រូវធ្វើដូចម្តេចដើម្បីឲ្យបាតដៃនោះស្ងួតសូមធ្វើបង្ហាញចម្លើយមាន3ដែរចម្លើយកដាក់សម្ដិលបាតដៃនិងម្រាមដៃឡើងលើឲ្យស្ងួតនិងខ្យល់ខជូតខោនិងអាវដែលកំពុងស្លៀកពាក់កបាទរលាស់ដៃដោយដាក់បាតដៃនិងម្រាមដៃចុះក្រោមមួយធ្វើបង្ហាញជ្រើសរើសចម្លើយកចម្លើយចាចម្លើយកមិនត្រឹមត្រូវទេអញ្ចឹងលោកយ៉ាប់ទៀនអាចឲ្យក្មួយតំណាងឲ្យសាលារបស់យើងនៅខាងក្រោយឆ្លើយបាទចូលចម្លើយកឬខលោកគ្រូពូខាងក្រោយណាស់ខាងនោះអូបងណាឆ្លើយបានឡើងមកមួយហ្នឹងហើយឡើងមកចាបងសូមអានជូនសំណួរឲ្យបងអូនស្ដាប់ម្ដងទៀតគឺក្នុងករណីដែលបងអូនលាងដៃជាមួយសាប៊ូហើយមិនមានកន្សែងស្អាតសម្រាប់ជូតដៃឲ្យស្ងួតតើបងអូនត្រូវធ្វើដូចម្តេចដើម្បីឲ្យបាតដៃនោះស្ងួតសូមបង្ហាញកចម្លើយកបាទធ្វើយ៉ាងម៉េចមួយកត្រូវដាក់សម្ដៅបាតដៃនិងម្រាមដៃឡើងលើឲ្យស្ងួតតាមខ្យល់ដាក់បាតដៃនិងម្រាមដៃសម្ដៅឡើងលើឲ្យស្ងួតតាមខ្យល់ចម្លើយនេះចាចម្លើយនេះគឺពិតជាត្រឹមត្រូវអបអរសាទរសូមថាការីបាទផ្ដល់ជូនតំបន់អរគុណក្មួយណាអូនចាប់បានសំណួរទីប្រមាណក្មួយសំណួរទី1កញ្ញាសំណួរទី1គឺសួរថានៅជុំវិញខ្លួនយើងតើមានកាកសំណល់អ្វីខ្លះដែលក្រខ្វក់និងស្មុគគ្រោកចម្លើយមាន3ចម្លើយកសម្រាមស្អុយរលួយចម្លើយខភក់ជ្រាំនិងទឹកសំអុយចម្លើយកលាមួកមនុស្សចម្លើយកចម្លើយកចាគឺលាមួកមនុស្សចម្លើយនេះគឺពិតជាត្រឹមត្រូវសូមអបអរសាទរឥឡូវនេះជាចំនួនចុងក្រោយហើយមកបាយអារម្មណ៍មកខាងក្មួយនៅបែលធីវិញម្ដងក្មួយបានចាប់បានចំនួនទីប្រមាណសំណួរទី14ចំពោះសំណួរទី14គឺសួរថាតើការលាងដៃជាមួយសាប៊ូមានផលប្រយោជន៍អ្វីខ្លះចម្លើយកកុំឲ្យដៃមានក្លិនស្អុយចម្លើយខកុំឲ្យបាតដៃនិងម្រាមដៃមានមេរោគចម្លើយកកុំឲ្យបាតដៃស្អាតឲ្យបាតដៃស្អាតសំទោស
ចម្លើយខ ចម្លើយខកញ្ញា ចាគឺកុំឲ្យបាត់ដៃនិងម្រាមដៃមានមេរោគចាចំពោះចម្លើយនេះគឺពិតជាត្រឹមត្រូវសូមអបអរសាទរឆ្លងកាត់ការប្រកួតអំបញ្ញមិញតើបាទលទ្ធផលបានមកលើសាលាណាសូមកញ្ញាជម្រាបជូនចាចំពោះលទ្ធផលគឺប្អូនមកពីសាលាអន្តរជាតិញូវយ៉កគឺគាត់បានឈ្នះនៅការគាត់ឈ្នះបាន4ពិន្ទុចាសូមអបអរសាទរក្មួយនៅបែលធីក្មួយក៏មកអន់ចិត្តណាព្រោះមិញមានមិត្តភ័ក្ដិយើងមកជួយឆ្លើយជំនួសណាតាមពិតទៅក្មួយគាត់ដឹងដែរប៉ុន្តែយើងអាចផ្្លាត់មួយចឹងដែរណាក្មួយណាបាទអំបញ្ញមិញលោកស្រីនាងកញ្ញាដែលកំពុងទស្សនានៅកម្មវិធីនេះបាទច្បាស់ជាបានឃើញក៏បាទនៅភាពឆ្លាតវៃរបស់ក្មួយដែលបានចូលរួមបាទក៏ដូចជាផ្ដល់ផលប្រយោជន៍ល្អសម្រាប់យើងទាំងអស់គ្នាផងដែរបាទដើម្បីផ្លាស់ប្ដូរបរិយាកាសឲ្យកម្មវិធីរបស់យើងកាន់តែមានភាពបាទសប្បាយរីករាយបាទនឹងរលូនទៅមុខនោះក៏សូមជួបជាមួយនឹងក្រុមកំប្លែងរបស់ខ្ញុំបាទចាប់ដើមក្នុងពេលឥឡូវសូមអបអរសាទរសយនោះសយជិះហាតាក់ស៊ីនោះឆ្លៀតបែកបដាងឥឡូវហ្នឹងទៅរកស្អីជីក៏បានរកអីជីក៏បានហើយអសរផ្ទះនៅឆ្ងាយនៅចិត្តបកាយនៅត្រឹមអ្នកលឿងនេះខ្ញុំអាចជិះបានហើយកង់នេះជិះកង់ខ្ញុំបានប៉ុន្តែវាធ្លាក់ច្រវាក់នេះមកព្រឹកអាហ្នឹងបើសិនជាបើគិតជាម៉ូតូអាគុយមិនអាគុយស្ងួតអាគុយក្រៀមស្តៀងបបែលហុយនាងផងទៅណាតែចិត្តនេះតាបងឯងជួយជូនខ្ញុំតិចមកអីបាទជូនខ្ញុំតិចមកអីខ្ញុំប្រញាប់ទៅជួបពុកម៉ែខ្ញុំនៅខេត្តណាថាចិត្តទេឯណាចិត្តហ្នឹងត្រឹមអ្នកលឿងដល់កប៉ុន្តែចេះខ្ញុំឲ្យជូនហ្នឹងត្រឹមអ្នកលឿងប៉ុន្តែផ្ទះខ្ញុំនៅចិត្តបកាយហ្នឹងចិត្តទេហ្នឹងហើយផ្ទះខ្ញុំនៅចិត្តប្រវត្តិប្រវត្តិយើងក្បែរតកែវហ្នឹងហីប្រវត្តិក្បែរតកែវឯណាប្រវត្តិនៅអីនេះហ៎មកជួយកាន់ខ្ញុំដាក់នេះទៅខ្ញុំជូនទៅមិនងាវាលាក់ច្រវាក់តាំងពីកោះកុងមកនេះអូអាចច្រវាក់ហ្នឹងចាស់ហើយហ៎អាចច្រវាក់ហ្នឹងចាស់ហើយបើចឹងអាចច្រវាក់ចាស់ហ្មងអូអានេះឡើងកាចាស់ហើយអាចច្រវាក់នេះនិយាយពីទៅមុខមិនរួចក៏ដោយសារតែអាចច្រវាក់ខ្ញុំថាមែនបានទាំង2ទាំង3ហ្នឹងមើលវាធ្វើប្រឡាក់អីក៏ប្រឡាក់យ៉ាងហ្នឹងអាចច្រវាក់មិនពីហ្នឹងពេលកំពុងឌៀមដើមអាចច្រវាក់អាចច្រវាក់កាចាស់គេថាមនុស្សដែលចេះទៅឌៀមដើមមនុស្សអាម៉េចវាតោះខុសត្រឹមហ្នឹងឃើញទៅមុខអត់រួចទៅណាក៏អត់រួចអាចច្រវាក់ហ្នឹងអញ្ចឹងយើងគិតមើលថាទៅណាយើងដំណើររៀងមិនត្រូវទៅនិយាយអាចច្រវាក់នេះច្រវាក់នេះបើនិយាយទៅរួចខ្លួនវាចាស់ឃើញចាស់អត់បងឃើញចាស់ហ៎ឃើញណាវាចាស់បានវាធ្លាក់ហ្នឹងហើយបានវាធ្លាក់ខ្ញុំចង់និយាយចឹងតាហើយចុះលបងឯងហ្នឹងទៅណាមកណាបានមកកន្លែងហ្នឹងលើមកខ្ញុំជួយអូយយ៉ាប់ដល់ហើយថាចឹងកង់បលាក់ទៅទៀតតែទៅជួបកង់ហ្នឹងងាប់ជូនអាហ្នឹងវិញជូនអាក្រក់អាមកណាចាស់ហើយវាអញ្ចឹងហ្នឹងខ្ញុំអូនបាទជួយអេធម្មតាចេះជួយគ្នាទៅក្នុងគ្រាក្រឃើញមានអាសន្នឃើញអីអូយយ៉ាប់ទៀតអូចាដែរលបងខ្ញុំណែមកពីមើលចកាថាដើរទៅផ្ទះដែរនោះប្រញាប់ដែរចោលភ្លើងចោលមើលចកាមិនខ្លាចចំការនឹងរត់វាដូចថាយើងមើលដំណាំដំណោយវាជ្រុះទុំចំខ្ញុំមានតំណាំច្រើនចំពងហេវយាយលេងសើចអីអានេះថាខ្ញុំមិនគិតលុយទេនៅចកាខ្ញុំមិនខ្វះមកផ្លែហ្មងឯងជ្រុះឡើងរេលអូយបាច់ណាអាជ្រុះហ្នឹងឆ្ងាញ់ហ្នឹងអេហៅព្រៃបាទមួយហ្នឹងមិននោះម៉េចតែបែកលោកស្អុយងត់ហើយទឹកតែដីលោកអើយយកស្អីអត់មានអាណាមៃតិចតែជូតវាមិនដើរយកឆ្នាំងគោទៅជូតទៅបែកឆ្នាំងគោមិនជូតវាស្អីហើយមកជាងកម្មានេះមិនជូតនេះមើលអត់ឃើញណែបើថាអ្នកមួយមកកុំឲ្យថាចំណែនគ្នាខ្ញុំម្ចាស់វាអត់ស្រាប់ទៅហើយយ៉ាប់រឿងរួយទៀតអត់ធម្មតាក្នុងចកាកាលណាវាអាលួយទៅវាធ្លាក់មកកលើគ្នារុយវាមករោមអញ្ចឹងរុយរោមនឹងអត់មានជាតិគីមីអាតូចវាមិនដែរគ្នាអាធំទេអាតូចប្រមូលផ្ដុំស៊ីអាធំខ្ទេចវាកងតែអញ្ចឹងពីផ្អែមទេបងផ្អែម
អបឲ្យរឿងរួយហ្នឹងស្អែកខ្ញុំបេះឲ្យ2គីឡូនេះអូបាច់តែបេះទៅរងដល់គ្រូកោđâyស្អែកចាស់ចាខ្ញុំដឹងថារបស់នេះវាអត់មានជាតិគីមីទេប៉ុន្តែរបស់ឯងប្រសាអញ្ចឹងយើងយកទៅលាងទឹកលាងអីឲ្យវាស្អាតបានជូតឲ្យវាស្អាតបានបាច់លាងស្អីខ្ញុំជូតតអសក់ខ្ញុំនេះនឹងយកតាណាអស់ទេនេះលាងទឹកមិនចាទៅលាងទឹកលាងអីនឹងឲ្យវាស្អាតបានឲ្យវាអស់ដីអស់អីកុំឲ្យវាមានមេរោគនេះទៀងមិនគ្នាស្ទាល់ទេចុះឧទាហរណ៍ឲ្យយើងទៅឆ្ងាយអញ្ចឹងវាអត់មានទឹកមានអីលាងផងនេះយើងធ្វើម៉េចមិនជូតអញ្ចឹងឲ្យយើងមកហូបមកមេរោគនៅនឹងប្រមាណណាចាអត់គ្នាកាពះខ្ញុំមិនទំពាខ្ទេចណាងលាងមិនហូបបងអេអត់ទេខ្ញុំចាំយកទៅលាងទឹកសិនជម្រាបសួរបាទវ៉ៃអាចជាស្រ័យអត់ទាន់បានធ្វើពាក់មីដួលមកភុះមិញធ្វើប៊ីសត្រូវក្បាលជើងខ្ញុំអាចជើងមិនត្រូវនេះអាមេជើងហ្នឹងវាមានក្បាលវាអូបាទចេះចេញហូបក្បាយបាទខ្ញុំអត់តាមហូបបាទហ្នឹងនេះអរគុណណានៅមានសណ្ដានបាទឲ្យផ្លែឈើអីខ្ញុំបាទទទួលទានខ្ញុំអរគុណប៉ុនចេះខ្ញុំឃើញបងមិញណាខ្ញុំដើរពីចង្ងាយមកឃើញបងមិញបងដៃបងពេលដែលកង់ដួលលំមិញមកយកដៃទៅជូតច្រវាក់បាទយកបើវាធ្លាក់ទទួលស្គាល់ណាដល់ពេលយើងទៅជូតច្រវាក់ហ្នឹងដែលក្អែលនឹងមេរោគហ្នឹងវាមកជាប់ដៃយើងជូតកង់ណែចាំខ្ញុំនិយាយបាទជាប់ដៃយើងហើយយើងឃ្លានយើងហុចផ្លែឈើទៅលបងអត់បានទាន់សម្អាតទេអត់ទាន់បានសម្អាតដៃឬក៏សម្អាតផ្លែឈើហ្នឹងទេអញ្ចឹងមេរោគយើងអាចនិយាយលេងបានថាមេរោគអីអាធំមិនឈ្នះអាតូចអីហ្នឹងណាបាទយើងអាចនិយាយលេងបានប៉ុន្តែទម្លាប់នេះគឺទម្លាប់ឲ្យមនុស្សទទួលនៅរោគបាទកាន់តែច្រើនចូលមកដល់ក្នុងខ្លួនយើងមួយថ្ងៃឧទាហរណ៍ឲ្យយើងញ៉ាំថ្ងៃហ្នឹងអត់ទាន់ឈឺស្អែកខាងស្អែកវានឹងឈឺហើយអញ្ចឹងវាធ្វើឲ្យខូចសុខភាពទាំងអស់ធ្វើឲ្យបងប្អូនទាំងអស់ដែលទទួលទានជាមួយរបស់អីដែលយើងអត់បានសម្អាតដៃនឹងសាប៊ូនោះឯងបាទមេរោគចូលមកខ្លួនយើងហើយយើងមានជំងឺយើងឈឺកាលណាឈឺយើងអស់លុយអស់កាក់ណែអស់លុយអស់កាក់សម្រាប់ទៅព្យាបាលខ្លួនទៀតអញ្ចឹងខាតបងយើងចាត់វិការចាំបាច់ណាសម្រាប់យើងនិងកូនចៅយើងទៅអនាគតមិនថាអញ្ចឹងនៅពេលដែលបងទទួលទានចំណីហាយក៏ដោយបាទទី1ចេញពីកន្លែងការងារបងមកកុំភ្លេចលាងសម្អាតដៃនឹងសាប៊ូបាទលាងសម្អាតដៃនឹងសាប៊ូនឹងជាមួយបាទដូចថាយើងត្រូវញ៉ាំអីទទួលទានអីយើងមើលស្អាតគ្របឲ្យស្អាតកុំឲ្យមានរុយកុំឲ្យមានមេរោគដីហុយអីលើក៏វាមេរោគដែរបាទបងអាចប្រាប់បានខ្លះទៅណាសុំទូនចេះដែលខ្ញុំវាមិនបានគិតដឹកដល់រឿងថាលាងនោះវាលាងប៉ុន្តែគាត់ថាលាងរបៀបលាងរបៀបមិនឲ្យបានជ្រះខ្ញុំមិនថាខ្ញុំចាស់ឲ្យនៅភ្លើទេណាប៉ុន្តែគាត់ថាខ្ញុំវាមិនបានមើលទូខ្ញុំមិនបានតែដេញឲ្យលោកប្អូនដែលមានប្រសាសន៍ហ្នឹងលាងរបៀបមិនគាត់ដាក់មកក្បាច់ចឹងហើយជូតខោចឹងឬក៏យ៉ាងម៉េចអត់ទេបងមានវិធីលាងតែយើងប្រាប់មានវិធីលាងយើងអាចយកដៃយើងណាបាទយើងដុសផ្តិលមកចាក់ទឹកមកបាទយើងចាក់សងខាងមកយើងមានសាប៊ូបាទសាប៊ូមកយើងដុសណាបាទដុសដៃយើងសិនដុសដៃបាទដុសនេះនឹងច្រឡោះបាតដៃជាមួយម្រាមឲ្យស្អាតនឹងមេដៃមេដៃរបស់យើងសងខាងណាបាទលាងហើយស្អាតយ៉ាងហើយយើងអាចមកបាតដៃម្ដងនេះខ្នងដៃសំទួបាទខ្នងដៃយកបាតដៃយើងដុសណាដុសច្រឡោះដៃមួយម្រាមនឹងរួចជួយគ្នាយកមកដុសខាងនេះទៀតបាទពេលដែលយើងមួតសងខាងដូចខ្ញុំរូបខ្ញុំធ្វើបាញ់វិញស្អាតហើយបាទយើងអាចទឹកបាទចាក់ទឹកនឹងនេះមួយច្បោះចាក់ទឹកលាងវិញបងចាក់ទឹកលាងបាទចាក់ទឹកថ្មីលាងបាទលាងឲ្យស្អាតមួយប៊ូជំរះច្បោះអស់ហើយបងជូតជាមួយកសែងទៅស្អាតបាទកសែងនោះឯងគឺត្រូវកលាស់ត្រឹមត្រូវកុំឲ្យមានមេរោគនៅកសែងនឹងជូតឲ្យស្អាតស្អាតមិនយកមកជូតខោជូតអាវទេជូតបាទចាអត់កសែងកម្មាអញ្ចឹងអីបងបាទអត់បានទេបាទបើសិនជាស្អាតបាទកម្មាស្អាតបាទកម្មាស្អាតទៅបាទហើយកម្មាមិញយើងជូតកង់ជូតកង់ចូលចិត្តជូតកង់ជូតកង់ហើយបាទចូលចិត្តជូតកង់តែអាវក៏ដោះជូតដែរទៅតល់ជូតកង់ហ្នឹងខ្ញុំយកមកជូតបែកអូខាងនេះធ្លាប់ជូតកង់ដែរចាជូតកង់ធ្លាប់ជូតកង់ដែរធ្លាប់តាខ្ញុំធ្លាប់តាចូលចិត្តជូតកង់ដែរអេតែប្រឡាក់ជូតហើយចូលចិត្តជូតតាជូតតកង់ដែរជូតទាំងកង់ជូតទាំងកែបជូតទាំងអីទាំងអស់បើមិនជូតកង់មិនដើរមកមួយខ្ញុំទេគាត់ជូតកង់គាត់ចង់ជូតឲ្យស្អាតបាទជូតកង់ចង់ជូតឲ្យស្អាតមិនអញ្ចឹងហ៎បាត់ក្រោយដៃប្រឡាក់ជាងកុំនេះជូតនឹងកសែងស្អាតអរគុណច្រើនណាយើងជូតគ្នាទៀតហើយមិនចេះសំខាន់មិនមែនប៉ុណ្្នឹងទេសំខាន់ចេះដូចថាបងយល់ដឹងអំពីលាងដៃស្អាតអនាម័យល្អហើយបងជួយប្រាប់បងប្អូនកូនចៅបងតទៀតដើម្បីឲ្យបានស្អាតទាំងអស់គ្នាបាទដៃប្រឡាក់ដូចខ្ញុំអញ្ចឹងទៅបើសិនខ្ញុំដាក់កាធុនអញ្ចឹងខ្ញុំលូកលាងក្នុងហ្នឹងទៅអត់ដាក់សាប៊ូសំខាន់យើងដាក់សាប៊ូលាងឲ្យជួបូលឲ្យស្អាតបាទដាក់លាងសាប៊ូជួបូលបាទដុសចឹងដូចបងប្អូនយល់ជាងខ្ញុំទៀតដុសចឹងពួតចឹងទៅបើមានផេះបាទបើដាក់សាប៊ូឲ្យដាក់ផេះទៀតទៅល្អទៀតបាទមិនដាក់សាប៊ូមិនបាច់ទៅដាក់ផេះទៀតទេបាទអរគុណណាបាទសូមជើញបាទរៀបលាសូមច្រើនអូនបណ្ដាកចឹងហើយកាន់តបែកហ្នឹងឲ្យយកទៅលាងអូគុំធប់ហ្នឹងយកចោលអត់កើតទេបាទខ្លាចទេបាទតោះសូមជើញបាទនឹងជា
ជាទីមកទៅអំបញ្ញមិញបានទស្សនាជាមួយនឹងក្រុមកំ pl បាទដែលបង្ហាញជូនអំពីបាទការខ្វះអនាម័យបាទសម្អាតជាពិសេសគឺថាមុននឹងទទួលទានអាហារភាគច្រើនគឺបាទមិនសម្អាតដៃឲ្យបានស្អាតនឹងសាប៊ូទេច្រើនតែបាទគាត់ច្រើនថាទម្លាប់ថាជូតឬក៏បាទធ្វើការហត់ឲ្យច្រើនចេះតែញ៉ាំទាំងអញ្ចឹងវាអាចធ្វើឲ្យបាទមេរោគបាទមាននៅក្នុងខ្លួនយើងដូច្នេះយើងគួរបំបត្តិទម្លាប់នេះចោលបាទឥឡូវនេះដើម្បីបន្តចូលវគ្គថ្មីកញ្ញាចានៅពេលនេះគឺឈានចូលមកដល់វគ្គទី2ហើយនាងខ្ញុំសូមប្រកាសជូននៅសាលាដែលបានចូលរួមនៅក្នុងវគ្គទី2នេះគឺទី1សាលាចំណេះទូទៅអន្តរជាតិសង្ហបុរីចាសូមអញ្ជើញបងនិងទី2គឺសាលាចំណេះទូទៅ Newton Thilai សូមអញ្ជើញបងកាន់ទីកន្លែងជើងឡើងកាន់ទីកន្លែងមួយឡើងកាន់ទីកន្លែងចូលកាន់ទីកន្លែងមួយឡើងកាន់ទីកន្លែងហ្នឹងសូមអញ្ជើញមុននឹងចូលដល់បាទកម្មវិធីទំនួលចម្លើយក៏សូមអញ្ជើញក្មួយបាទឧទ្ទិសនាមខ្លួនខាងក្មួយមកពីសង្ហបុរីសូមអញ្ជើញជំរាបសួរខ្ញុំបាទឈ្មោះកែវិទូមកពីថ្នាក់ទី6ខ1នៃសាលាអន្តរជាតិសង្ហបុរីជំរាបសួរនាងខ្ញុំឈ្មោះតាំងសុគីមរៀនថ្នាក់ទី6ខ1នៃសាលាអន្តរជាតិសង្ហបុរីហើយកាត់តែសូមអបអរសាទរសូមអញ្ជើញបងអូនខាងសូមជម្រាបសួរនាងខ្ញុំឈ្មោះហ៊ុនច័ន្ទដេវិផារៀនថ្នាក់ទី5នៃសាលាចំណេះទូទៅឯកជន Newton Thilai សាខាវត្តភ្នំទី3ជំរាបសួរខ្ញុំបាទឈ្មោះនៅគឹមលៀងរៀនថ្នាក់ទី6នៃសាលាចំណេះទូទៅឯកជន Newton Thilai សាខាវត្តភ្នំ3សូមអបអរសាទរហើយក៏សូមសហការីផ្ដល់នៅបាទសំណួរសូមអញ្ជើញមុននឹងចូលមកដល់សំណួរខ្ញុំបាទក៏សូមបង្ហាញបាទសូមបញ្ជាក់ដល់អតិថិជនឲ្យបានជ្រាបថាអង្គការសហប្រជាជាតិបានកំណត់យកឆ្នាំ2008បាទជាឆ្នាំអនាម័យអន្តរជាតិហើយយកថ្ងៃទី15ដុល្លារឆ្នាំនេះបាទជាទិវាពិភពលោកលាងសម្អាតដៃដែលជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការបំផុសចលនាសម្អាតដៃដើម្បីចូលរួមចំណែកអបអរសាទរអនាម័យអន្តរជាតិក្រោមប្រធានបទដៃស្អាតនិងសុខភាពល្អអរគុណចាសូមអញ្ជើញបងអូនខាងសង្ហបុរីប្រាប់ពីសំណួរមកសំណួរទីប្រហែលបងអូន26សំណួរទី26ចាសំណួរទី26សំណួរសួរថាតើការមានទម្លាប់លាងដៃជាមួយសាប៊ូធ្វើឲ្យយើងចំណេញអ្វីខ្លះសម្រាប់សុខភាពបងអូនចម្លើយមាន3ចម្លើយកកាត់បន្ថយជំងឺរាគរូសចម្លើយខអត់មានជំងឺគ្រុនចម្លើយកអត់មានជំងឺព្រូនក្នុងពោះវៀនចំពោះសំណួរនេះខ្ញុំឆ្លើយថាចម្លើយកកញ្ញាចាចម្លើយកគឺកាត់បន្ថយជំងឺរាគរូសចម្លើយនេះគឺពិតជាត្រឹមត្រូវមកជួបមួយចាបងអូនខាង Newton Thilai ចាសំណួរទីប្រហែលអូនខ្ញុំចាប់បានសំណួរទី9ចាសំណួរទី9គឺសួរថាបាតដៃគឺជាផ្លូវចម្លងរោគចូលក្នុងខ្លួនយើងតើយើងត្រូវធ្វើយ៉ាងណាកុំឲ្យមេរោគឆ្លងមកក្នុងខ្លួនយើងតាមរយៈបាតដៃចម្លើយមាន3សម្រាប់ឲ្យក្មួយជ្រើសរើសចម្លើយកលាងដៃជានិច្ចជាមួយនឹងសាប៊ូចម្លើយខជូតដៃឲ្យស្អាតចម្លើយកបាទកាត់ក្រចកឲ្យខ្លីនាងខ្ញុំសូមជ្រើសរើសយកចម្លើយកចម្លើយកកញ្ញាចាចម្លើយកគឺលាងដៃជានិច្ចជាមួយនឹងសាប៊ូចម្លើយនេះគឺពិតជាត្រឹមត្រូវសូមអបអរសាទរសូមជើញក្មួយខាងសង្ហបុរីបាទសំណួរទីប្រមាណ17ចាចំពោះសំណួរទី17គឺសួរថានៅក្នុងថ្នាក់រៀនរបស់ប្អូនតើគួរមានសម្ភារៈអ្វីខ្លះសម្រាប់លាងសម្អាតដៃចម្លើយមាន3សម្រាប់ជ្រើសរើសចម្លើយទី1គឺចម្លើយកត្រូវមានធុងទឹកឬបោយដួសទឹកសាប៊ូកន្សែងស្អាតសម្រាប់ជូតដៃចម្លើយខត្រូវមានទឹកចម្លើយកត្រូវមានកន្លែងសម្រាប់លាងដៃនាងខ្ញុំសូមជ្រើសរើសយកចម្លើយកចម្លើយកកញ្ញាចាចម្លើយកគឺត្រូវមានធុងទឹកបោយដួសទឹកសាប៊ូកន្សែងស្អាតជូតដៃចម្លើយនេះគឺពិតជាត្រឹមត្រូវចាបងអូនខាងចាសំណួរទីប៉ុន្មានអូនទី7ពីបានក្មួយខ្ញុំទី7សំណួរទី7កញ្ញាចាចំពោះសំណួរទី7គឺសំណួរសួរថាប្រសិនបើយើងកើតជំងឺរាគនិងជំងឺផ្សេងតើយើងខាតបង់អ្វីខ្លះចម្លើយមាន3ចម្លើយកខាតបង់ការសិក្សាចម្លើយខខាតបង់លុយកាក់ចម្លើយកខាតបង់ពេលវេលាមានយកចម្លើយមួយណានេះខ្ញុំសូមជ្រើសរើសយកចម្លើយកចាដោយសារបងអូនយើងឆ្លើយមិនបានល្អចាសូមឲ្យតំណាងខាងសាលារបស់បងអូនឡើងមកឆ្លើយអ្នកណាគេអាចឆ្លើយបានមួយសូមជួយឡើងមកមុខមួយឡើងមកមុខមកឡើងមកមួយឡើងមកចាមួយស្ដាប់បាទចម្លើយឲ្យច្បាស់ណាសំណួរកញ្ញាអានជូន
បងអូនស្ដាប់សំណួរបងសួរម្ដងទៀតប្រសិនបើយើងកើតជំងឺរាគនិងជំងឺផ្សេងតើយើងខាតបង់អ្វីខ្លះប្រសិនបើយើងកើតជំងឺរាគនិងជំងឺផ្សេងខាតបង់អ្វីខ្លះបានទី1ខាតបង់ការសិក្សាមួយណាចម្លើយកទី1ខាតបង់ការសិក្សាទី2ខាតបង់លុយកាក់ទី3ខាតបង់ពេលវេលានៅក្នុង3នេះក្មួយពេញចិត្តចម្លើយមួយណាចម្លើយខឥឡូវនេះមួយបាទឆ្លើយមិនទាន់បានត្រឹមត្រូវអញ្ចឹងមានខាងសាលាសង្ហបុរីអាចបាទអ្នកណាមកឆ្លើយបានក្មួយមកឡើងជួយឡើងមកក្មួយទៅក្លាហានក្មួយឡើងសូមកញ្ញាតាំងសំណួរម្ដងទៀតសម្រាប់ក្មួយចាសំណួរគឺសួរថាប្រសិនបើយើងកើតជំងឺរាគនិងជំងឺផ្សេងតើយើងខាតបង់អ្វីខ្លះចម្លើយមាន3ក្មួយចម្លើយកខាតបង់ទី1ខាតបង់ការសិក្សាទី2ខាតបង់លុយកាក់ចម្លើយកខាតបង់ពេលវេលាខ្ញុំសូមជ្រើសរើសចម្លើយកខាតបង់ការសិក្សាយ៉ាងម៉េចដែរចាចម្លើយនេះគឺពិតជាត្រឹមត្រូវបាទទៅឲ្យហាក់រីផ្ដល់ជូនរង្វាន់លើកទឹកចិត្តរង្វាន់ទឹកចិត្តបាទហើយក៏សូមខាងបងអូនសង្ហបុរីបាទមានសំណួរបន្តណាអរគុណក្មួយណាអរគុណច្រើនទីប៉ុន្មានអូនទី15បងសំណួរទី15សួរថាតើបងប្អូនចាំបាច់លាងដៃឲ្យបានស្អាតនៅពេលណាខ្លះនៅពេលបងអូននៅសាលារៀនចម្លើយមាន3សម្រាប់យើងរើបាទចម្លើយកក្រោយពេលចេញពីបង្គន់និងមុនពេលកាន់នំហូបចម្លើយខក្រោយពេលកាន់ដីសសរសេរលើក្តារខៀនចម្លើយកមុនពេលហូបទឹកបងខ្ញុំសូមជ្រើសរើសយកចម្លើយកចាចម្លើយកគឺក្រោយពេលចេញពីបង្គន់និងមុនពេលកាន់នំហូបចម្លើយនេះគឺពិតជាត្រឹមត្រូវអបអរសាទរដាក់វិញណាមួយឥឡូវបងបាយអារម្មណ៍នេះមកជួបមួយយើងបាទខាងឆ្វេងណែម្ដងចាខាងសំណួរទី2សំណួរទី2ចាសំណួរទី2គឺសួរថាហេតុអ្វីបានជាប្អូនយល់ថាលាមកមនុស្សក្រខ្វក់និងស្មោកគ្រងជាងគេចម្លើយមាន3ក្មួយស្ដាប់ណាក្មួយចម្លើយកពីព្រោះវាមានក្លិនស្អុយចម្លើយកចម្លើយខពីព្រោះវាមានមេរោគចម្លើយកពីព្រោះវាមានខ្ញុំសូមជ្រើសរើសយកចម្លើយកចម្លើយកមួយអានបន្តិចបានទេចម្លើយកពីព្រោះវាមានពងព្រូនមួយពេញចិត្តចម្លើយកណាចាណាពីព្រោះមានពងព្រូនឥឡូវសូមឲ្យខាងតំណាងនេះយើងឡើងមកមួយមកឡើងមកមួយណាក្លាហានឡើងមកមួយឡើងស្ដាប់ចម្លើយនេះមួយណាមាន3ទី1ពីព្រោះវាមានក្លិនស្អុយបាទចម្លើយខទី2ពីព្រោះវាមានមេរោគបាទចម្លើយខពីព្រោះវាមានពងព្រូនខ្ញុំជ្រើសយកចម្លើយខចាចម្លើយខគឺពីព្រោះវាមានមេរោគចម្លើយនេះគឺពិតជាត្រឹមត្រូវគុណថាការីដល់រង្វាន់ជូនក្មួយឆ្លាតណាដល់រង្វាន់ជូនក្មួយបាទឥឡូវយើងមកបាយអារម្មណ៍បាទអរគុណណាក្មួយណាមកបាយអារម្មណ៍មកជួបជាមួយនឹងក្រុមទី1ម្ដងខាងសង្ហបុរីបានចំនួនទីប្រមាណក្មួយចំនួនទី2 12សុំទោសបាទ12ចាបងអូនស្ដាប់ណាសំណួរទី12គឺសួរថាតើយើងត្រូវលាងដៃជាមួយសាប៊ូនៅពេលណាខ្លះចម្លើយទី1ក្រោយពេលចេញពីបង្គន់និងមុនហូបបាយឬនំចំណីបាទចម្លើយខក្រោយពេលលេងដីរួចចម្លើយកក្រោយពេលហូបបាយឬនំចំណីខ្ញុំសូមជ្រើសរើសយកចម្លើយកចាចម្លើយកគឺក្រោយពេលចេញពីបង្គន់និងមុនពេលហូបបាយឬនំចំណីចម្លើយនេះគឺពិតជាត្រឹមត្រូវនៅយើងមកបាយអារម្មណ៍មកជួបជាមួយក្រុមទី2ម្ដងបានសំណួរទីប្រមាណក្មួយសំណួរទី5សំណួរទី5ចាចំពោះសំណួរទី5គឺសំណួរសួរថាតើអវយវៈណាមួយរបស់មនុស្សដែលជាផ្លូវចម្លងមេរោគធ្វើឲ្យខ្លួនយើងមានជំងឺលឿនជាងគេចម្លើយមាន3ចម្លើយកបាតជើងចម្លើយខបាតដៃនិងម្រាមដៃចម្លើយទី3កមាត់ខ្ញុំសូមយកចម្លើយខចម្លើយខចម្លើយខគឺបាតដៃនិងម្រាមដៃចម្លើយនេះគឺពិតជាត្រឹមត្រូវកញ្ញាសូមជួយប្រកាសលទ្ធផលចាចំពោះលទ្ធផលពិន្ទុរបស់បងប្អូនគឺមកពីសាលាសង្ហបុរីបងប្អូនបានទទួលនៅពិន្ទុចំនួន4សម្រាប់វគ្គទី2ចាចំណែកឯបងប្អូនមកពីខាងសាលាញូតុនធីឡាយគឺបានតែ2ពិន្ទុទេបងអូនចាដោយសារយើងមានមិត្តភ័ក្តិយើងឆ្លើយចំនួនត12ដងណាបាទយើងក៏ត្រូវតែលើកទឹកចិត្តដល់ក្មួយសូមអបអរសាទរទាំងអស់គ្នាចាបាទចាជាបន្តទៅនេះនាងខ្ញុំសូមអញ្ជើញលោកចាបជៀនដែលជាតំណាងទូតសុឆន្ទៈអង្គការ UNICEF ឡើងលាងសម្អាតដៃដែលត្រឹមត្រូវជូនបង្ហាញជូនបងប្អូនទស្សនាចាសូមអញ្ជើញលោកអរគុណបាទអរគុណចាខ្ញុំបាទក៏សូមបង្ហាញជូនបាទពីរបៀបលាងដៃដ៏ត្រឹមត្រូវបាទខ្ញុំបានបញ្ជាក់និយាយដូច្នេះមិនបានសេចក្តីថាបងប្អូនមិនចេះលាងដៃទេប៉ុន្តែយើងអាចជ្រើសរើសយកវិធីល្អបាទគឺវិធីត្រឹមត្រូវ
បាទខ្ញុំអាចធ្វើជូនបាទយើងមានលក្ខណៈបាទពីដំបូងគឺយើងបាទត្រូវដួសទឹកបាទយកមកចាក់បាទដួសទឹកយកមកចាក់នៅលើដៃយើងបាទឲ្យសើមទាំងសងខាងបាទសើមស្អាតទាំងសងខាងបាទនេះទី1បាទទី2បាទយើងមានសាប៊ូស្អាតបាទនេះជាសាប៊ូបាទសាប៊ូស្អាតយើងអាចយកមកដុសបាទយកនៅលើដៃលាបលើដៃយើងទាំងសងខាងបាទលាបនៅលើដៃយើងទាំងសងខាងបាទមានសាប៊ូហើយបាទយើងអាចដាក់ចុះបាទទី2បាទដំណាក់កាលទី3បាទយើងអាចដាក់ដៃយើងបាទបាតដៃរបស់យើងដុសបាទនៅលើបាតដៃបាទដុសឲ្យបានស្អាតនិងចន្លោះម្រាមដៃបាទចន្លោះម្រាមដៃបាទចន្លោះម្រាមដៃក៏ដូចជាមេដៃបាទមេដៃបាទមេដៃយើងធ្វើដូចគ្នាទាំងសងខាងបាទបាតដៃបាទបាតដៃឲ្យស្អាតមកចន្លោះម្រាមបាទរហូតពីគល់ដល់ចុងបាទពីគល់ដល់ចុងដូចគ្នានឹងមេដៃទាំងសងខាងដូចគ្នាបាទរួចហើយបាទចូលដំណាក់កាលទី4លោកអ្នកអាចបាទយកបាតដៃដល់ស្អាតរបស់យើងបាទសំទុះបាតដៃកំពុងនៅសាប៊ូបាទលាងដុសពីលើបាទដុសពីលើចន្លោះម្រាមដូចគ្នាបាទនឹងមេដៃដូចគ្នាដែរបាទចន្លោះម្រាមដូចគ្នានឹងមេដៃទាំងសងខាងឲ្យបានស្អាតបាទរួចយើងចូលមករូបភាពទី5អាចសម្អាតជាមួយទឹកស្អាតបាទយើងអាចយកទឹកស្អាតមកបាទយើងលាងសម្អាតបាទយើងលាងទឹកឲ្យបានស្អាតទាំងអស់គ្នាបាទរួចហើយយើងមានបាទកន្សែងពោះគោបាទគឺកន្សែងឬក៏កម្មាស្អាតបាទនៅក្បែរយើងអាចជូតដៃឲ្យបានស្អាតបាទបានស្អាតហើយយើងអាចដាក់ចុះបាទនេះជារបៀបលាងបាទដល់ត្រឹមត្រូវបាទយើងទៅអនុវត្តឲ្យបានទាំងអស់គ្នាបាទលោកលោកស្រីកញ្ញាបាទដើម្បីអនុវត្តជាក់ស្ដែងនៅវិធីលាងដៃដល់ត្រឹមត្រូវមួយដូច្នេះសូមអញ្ជើញក្មួយបាទតំណាងឲ្យសាលានីមួយៗចូលកាន់ទីកន្លែងសូមអញ្ជើញក្មួយសូមអញ្ជើញមកមួយក្លាហានអបអរតាទ័រផងមកអញ្ជើញមួយអញ្ជើញបាទណែយើងដឹងខ្លះក្មួយមែនទេដឹងខ្លះទាំងអស់គ្នាណាបាទឥឡូវយើងអាចចាប់ផ្ដើមបានបាទពីចំណុចទី1ទី2ទី3ទី4រហូតដល់បញ្ចប់ការលាងដៃក៏ដូចជាបង្ហាញជូនមិត្តភ័ក្តិយើងទូទាំងប្រទេសទាំងអស់គ្នាឲ្យបានឃើញណាអ្នកណាលាងល្អស្អាតជាងគេបងប្អូនបានរង្វាន់ប៉ុន្តែបានរង្វាន់ទាំងអស់គ្នាទេប៉ុន្តែបើយើងលាងល្អជាងគេទៅរង្វាន់ច្រើនជាងគេណាអរគុណច្រើនណាឥឡូវយើងអាចចាប់ផ្ដើមខ្ញុំបាទរាប់រូប3មិនបាច់បខំមួយណាមិនមែនលាងហើយមុនទេមិនមែនលាងឲ្យលឿនកពុបផ្លេកខ្លាក់ហើយមុនទេមិនមែនអញ្ចឹងណាក៏លាងតាមដំណើរធ្វើម៉េចសំខាន់ឲ្យត្រូវក្បួនខ្នាតមកហើយឲ្យបានស្អាតណាក្មួយណាទាំងអស់គ្នាណាអត់មានចង់យកលឿនអ្នកណាលាងលឿនដុសជុំកោអញ្ចឹងអត់ចង់បានអញ្ចឹងណាក្មួយណាហ្នឹងអរគុណច្រើនណាឥឡូវខ្ញុំអាចរាប់រូប3បងប្អូនចាប់ផ្ដើមបានណា1 2 3ធម្មតាក្មួយធម្មតា1បាទ1ធម្មតាបាទរបៀបទី1បាទយើងចាក់ទឹកទៅលើដៃទាំងសងខាងឲ្យសើមទាំងសងខាងចាក់ទឹកទៅលើដៃនៅក្នុងបាទចាក់សងខាងតិចមួយណាមួយណាអត់បានញាត់ទេរូបភាពទី2យើងអាចធ្វើអីបាទយកសាប៊ូមកដុសនៅលើដៃរបស់យើងទាំងអស់បាទយកសាប៊ូមកបាទដើម្បីប្រឡាក់ដៃទាំងបាតដៃទាំងខ្នងដៃបាទនឹងកកដៃរបស់យើងឲ្យស្អាតបាទហើយដាក់ទៅវិញយើងចូលទី3បាទទី3គឺយើងដុសបាតដៃរបស់យើងដុសបាតដៃរបស់យើងទាំងអស់គ្នាបាទដុសបាតដៃហើយដុសម្រាមដៃចន្លោះម្រាមទៀតបាទចន្លោះម្រាមបាតដៃម្រាមដៃចុងដៃបាទឲ្យស្អាតហើយបាទត្រឡប់សងខាងយើងយកមកដុសលើខ្នងម្ដងបាទទី4ដុសលើខ្នងបាទដុសខ្នងដៃហើយបាទដុសនឹងចន្លោះម្រាមដៃពីចន្លោះម្រាមរហូតដល់ចុងកញ្ចក់បាទហើយបាទយើងឲ្យបានសងខាងយើងត្រឡប់ដូចគ្នាបាទត្រឡប់យកដៃមកដុសលើបាទមកលើដៃឆ្វេងស្ដាំម្ដងម្នាក់ឲ្យបានស្អាតបាទដុសរៀងខ្លួនហើយក្មួយដុសរៀងខ្លួនបាទទី5យើងអាចចាក់ទឹកលាងបានបាទយើងដុសស្អាតចាក់ទឹកលាងបាទម្ដងមួយក្នុងកធុនហ្នឹងម្ដងមួយណាទី5ចាក់ទឹកបាទចាក់ទឹកសម្អាតដៃរបស់យើងទាំងពីរឲ្យបានស្អាតមិនថាស្អាតគឺយើងលាងឲ្យស្អាតឲ្យយើងអស់ជាតិស្អិតបាទអស់ជាតិរអិលបាទទុំទូអស់ជាតិរអិលសាប៊ូបាទយើងលាងបាទនឹងទឹកស្អាតអស់ជាតិរអិលហើយបាទធំក្លិនឆ្អាបបាត់ធំក្លិនឲ្យលាងស្អាតទាំងអស់គ្នាបាទទី6យើងអាចជូតជាមួយបាទកន្សែងពោះគោឬកម្មាបាទនៅក្បែរខ្លួនយើងបាទឲ្យស្អាតក្មួយលាងឲ្យបានស្អាតមួយណាមិនមែនយកលឿនទេណាមិនមែនយកលឿនទេធ្វើម៉េចឲ្យបានស្អាតណាមួយណាហ្នឹងហើយឲ្យបានស្អាតយើងកន្លោះកម្មាយើងឲ្យស្អាតជូតលាងបាទពេលយើងជូតទី6គឺយើងជូតបាទជូតដៃបាទទាំងម្រាមដៃទាំងអីជូតឲ្យបានស្អាតក្មួយណាស្អាតក្មួយស្អាតណាបាទអាចជូតបានទេក្មួយណាយើងអាចជូតដៃបានក្មួយណោះហ្នឹងហើយដាក់ទឹកមកជូតដៃឲ្យស្អាតក្មួយណាណាបាទលាស់ជូតឲ្យស្អាតណានៅពេលយើងជូតស្អាតហើយយើងដាក់ឲ្យស្រួលបាទ ទឹកស្រួលបាទទូរស័ព្ទមួយណាហ្នឹងហើយ
បាទអំបញ្ញមិញបាទលោកស្រីនាងកញ្ញាបានឃើញហើយក្មួយៗទាំងអស់គ្នាបាទបានអនុវត្តជាក់ស្ដែងនៅរបៀបលាងដៃបាទដល់ត្រឹមត្រូវមួយហើយក្រសួងអភិវឌ្ឍជនបទលោកបានបំផុសគ្រប់កន្លែងហើយជាបាទជាសម្រាប់បងប្អូនទាំងអស់គ្នាទូទាំងបាទពិភពលោកផងដែរឆ្លងកាត់ការលាងដៃអំបញ្ញមិញតាមការសង្កេតរបស់លោកគ្រូអ្នកគ្រូក៏ដូចជាមីមីងអ៊ំយើងនៅខាងមុខដែលតាមដានក្មួយៗទាំងអស់គ្នាលាងដៃអំបញ្ញមិញនេះឃើញថាលទ្ធផលបានចេញមកហើយលេខ1គឺបានទៅលើបងប្អូនទាំង4នាក់សូមអបអរសាទរគឺបងប្អូនមួយអស់គ្នាយល់ដឹងទាំងអស់គ្នាយើងចេះលាងដៃស្អាតយល់ដឹងអស់គ្នាហើយកុំភ្លេចណាក្មួយណាទៅវិញយើងប្រាប់មិត្តភ័ក្ដិយើងតគ្នាណាក្មួយណាសូមជួយសហការីផ្ដល់ជូនរង្វាន់សម្រាប់ក្មួយទាំង4បាទតំណាងឲ្យសាលានីមួយណាបាទសូមជួយសហការីបាទក្មួយយករង្វាន់ណាក្មួយលាងបានល្អដូចគ្នាស្អាតដូចគ្នាណាក្មួយចាំយករង្វាន់ហ្នឹងហើយណាអរគុណក្មួយទាំងអស់គ្នាអរគុណច្រើនអបអរសាទរទាំងអស់គ្នាមួយអបអរសាទរទាំងអស់គ្នាចានាងខ្ញុំសូមកោតសរសើរចំពោះលោកចាប់ជៀនចាដែលបានឡើងមកលាងសម្អាតដៃបង្ហាញជូនបងប្អូនយ៉ាងត្រឹមត្រូវហើយក៏បានដាក់ពិន្ទុឲ្យបងប្អូនយ៉ាងសុក្រិតគឺលេខ1ស្មើគ្នាទាំងអស់ចានៅពេលនេះក៏យើងឈានចូលមកដល់វគ្គផ្ដាច់ព្រាត់ចាគឺការប្រកួតផ្ដាច់ព្រាត់លោកចាប់ជៀនចាគឺបងប្អូនសាលាអន្តរជាតិញូវយ៉កត្រូវប្រកួតផ្ដាច់ព្រាត់ជាមួយនឹងបងប្អូនសាលាអន្តរជាតិសង្ហបុរីចាសូមអញ្ជើញបងប្អូនឡើងកាន់ទីកន្លែងទៅកាន់ទីកន្លែងអញ្ជើញក្មួយអរសាទរចានៅពេលនេះដែរក៏សូមអញ្ជើញសហការីយើងយកសំណួរមកជូនបងប្អូនដល់ជូនសំណួរចាមុនចូលសំណួរបានចាអញ្ជើញចាចាំបាច់ឲ្យបងប្អូនរួចរាល់ហើយណែចាបានសំណួរទីប្រហែលក្មួយសំណួរទីប្រហែលអូនសំណួរទី19ចាសំណួរទី19ចាសំណួរទី19សួរថាតើបងអូនត្រូវប្រើប្រាស់បង្គន់នៅសាលារៀនឲ្យត្រឹមត្រូវនិងមានអនាម័យយ៉ាងដូចម្តេចសូមរៀបរាប់ចាប់ពីពេលបងអូនចូលទៅក្នុងបង្គន់រហូតដល់ពេលបងអូនចេញពីបង្គន់ចម្លើយមាន3សូមបងអូនស្ដាប់ចម្លើយកបាទចាក់ទឹកលើចានបង្គន់មុននឹងជុះនិងក្រោយពេលជុះបាទចម្លើយខបិទទ្វារបង្គន់និងអង្គុយជុះចម្លើយកអង្គុយជុះឲ្យចំប្រហោងចានបង្គន់ចម្លើយកចាចម្លើយកអូនចម្លើយកចាបងអូនយកចម្លើយកចាចម្លើយកគឺចាក់ទឹកលើចានបង្គន់មុនជុះនិងក្រោយជុះចាចម្លើយនេះគឺពិតជាត្រឹមត្រូវចាក់មុនជុះនិងក្រោយជុះហើយកុំភ្លេចលាងសម្អាតដៃផងណាបាទគាត់ចាក់តែបង្គន់អត់លាងសម្អាតដៃក៏អត់បានដែរមិនអញ្ចឹងត្រូវលាងសម្អាតដៃឲ្យបានស្អាតផងដែរអរគុណណាឥឡូវបងបែរមកខាងសង្ហបុរីវិញបានចំនួនទីប៉ុន្មានឯក្មួយទី3សំណួរទី3បងអូនស្ដាប់ចាសំណួរទី3គឺសួរថាប្រសិនបើយើងជុះពាសវាលពាសកាគឺជុះក្រៅបង្គន់តើមេរោគនៅក្នុងលាមកវាអាចទៅនៅក្នុងកន្លែងណាខ្លះចម្លើយមាន3ណាក្មួយណាចម្លើយកជ្រាបចូលទៅក្នុងដីចម្លើយកសុំទោសចម្លើយខហូរបាទហូរតាមទឹកភ្លៀងចូលទៅក្នុងទឹកបឹងស្រះស្ទឹងឬទន្លេចម្លើយកវានឹងចូលមកក្នុងខ្លួនមនុស្សយើងវិញប្រសិនបើយើងគ្មានអនាម័យខ្ញុំសូមជ្រើសរើសយកចម្លើយខចម្លើយខបាទគឺមិនទាន់ត្រឹមត្រូវទេអញ្ចឹងយើងអាចចំនួនបានមួយមកគ្នាយើងខាងសង្ហបុរីមួយឡើងភ្លាមមកហ្នឹងហើយចំនួនម្ដងទៀតចាបងសូមឆ្លើយអានសំណួរជូនបងអូនចាប្រសិនបើយើងជុះពាសវាលពាសកាគឺជុះក្រៅបង្គន់តើមេរោគក្នុងលាមកវាអាចទៅនៅកន្លែងណាខ្លះខ្ញុំត្រូវយកចម្លើយកចម្លើយកចាចម្លើយកគឺវានឹងចូលមកក្នុងខ្លួនមនុស្សយើងវិញប្រសិនបើយើងគ្មានអនាម័យចម្លើយនេះគឺពិតជាត្រឹមត្រូវជាមកសូមជើញសហការីផ្ដល់រង្វាន់ជូនក្មួយក្លាហានណាស់នៅគឺចម្លើយកបន្តសម្រាប់ក្មួយខាងញូវយ៉កក្មួយបានសំណួរទីប្រហែលសំណួរទី18ចាសំណួរទី18ចាចំពោះសំណួរទី18គឺសួរថានៅសាលារៀនរបស់បងប្អូនមានប្រភពទឹកចំនួន4គឺទឹកម៉ាស៊ីនអណ្ដូងស្នប់អណ្ដូងលូទឹកស្រះតើបងប្អូនគួរជ្រើសរើសទឹកពីប្រភពណាយកមកលាងដៃចម្លើយមាន3ចម្លើយកទឹកម៉ាស៊ីនឬទឹកអណ្ដូងស្នប់ជាប្រភពទឹកស្អាតដែលខ្ញុំជ្រើសរើសយកចម្លើយខទឹកអណ្ដូងលូជាប្រភពទឹកស្អាតដែលខ្ញុំត្រូវជ្រើសរើសយកចម្លើយកទឹកស្រះជាប្រភពទឹកស្អាតដែលខ្ញុំត្រូវតែជ្រើសរើសយកសូមជ្រើសរើសចម្លើយកចម្លើយកចាចម្លើយកគឺទឹកម៉ាស៊ីនឬអណ្ដូងស្នប់ជាប្រភពទឹកស្អាតដែលខ្ញុំជ្រើសរើសយកចម្លើយនេះគឺពិតជាត្រឹមត្រូវនេះទូបងបែបាទសំណួរថ្មីមកបងប្អូនខាងសង្ហបុរីបាទចាប់បានសំណួរទីប៉ុន្មានក្មួយសំណួរទី6សំណួរទី6ចាសំណួរទី6សួរថា
តាយើងអាចកើតជំងឺអ្វីខ្លះនៅពេលដែលមេរោគឆ្លងមកខ្លួនយើងវិញតាមរយៈសត្វរុយឬដៃកខ្វក់ឬទឹកក្រខ្វក់ចម្លើយមាន3ចម្លើយកជំងឺរាគចម្លើយខជំងឺព្រូនចម្លើយកជំងឺគ្រុនក្តៅខ្ញុំសូមជ្រើសរើសយកចម្លើយកចម្លើយកចាចម្លើយកគឺជំងឺរាគចម្លើយនេះគឺពិតជាត្រឹមត្រូវសូមអបអរសាទរសំណួរទីប៉ុន្មានក្មួយ16ចំពោះសំណួរទី16គឺសួរថាតើប្អូនចាំបាច់លាងដៃឲ្យបានស្អាតនៅពេលណាខ្លះពេលដែលប្អូននៅផ្ទះចម្លើយមាន3ចម្លើយកក្រោយពេលចេញពីបង្គន់និងមុនពេលហូបបាយឬនំចំណីបាទចម្លើយខក្រោយពេលលេងរួចចម្លើយកមុនពេលហូបទឹកស្នឹងចម្លើយកចម្លើយកចាចម្លើយកគឺក្រោយពេលចេញពីបង្គន់និងមុនពេលហូបបាយឬនំចំណីចាចម្លើយនេះគឺពិតជាត្រឹមត្រូវសូមអបអរសាទរសូមបង្វែរសំណួរមួយទៀតមកជួបខាងក្មួយនៅសង្ហបុរីម្ដងចាប់បានសំណួរទីប៉ុន្មានក្មួយទី13សំណួរទី13សំណួរទី13សួរថាក្រៅពីការលាងដៃជាមួយសាប៊ូដើម្បីឲ្យដៃរបស់ប្អូនកាន់តែមានអនាម័យតើប្អូនត្រូវធ្វើយ៉ាងដូចម្តេចថែមទៀតចម្លើយមាន3ចម្លើយកកាត់ក្រចកដៃឲ្យស្អាតចម្លើយខកុំលេងដីចម្លើយកកុំកាន់របស់អ្វីក៏ខ្វក់ខ្ញុំសូមជ្រើសរើសយកចម្លើយកចាចម្លើយកគឺកាត់ក្រចកដៃឲ្យបានស្អាតចាចម្លើយនេះក៏ពិតជាត្រឹមត្រូវចានៅសល់មកសំណួរទៀតហាក់ចាចុងក្រោយសម្រាប់ក្មួយញូវយ៉កសំណួរទីប្រហែលក្មួយសំណួរទី27ចា27សំណួរទី27សួរថាតើសាប៊ូប្រភេទណាខ្លះសម្រាប់លាងដៃដើម្បីបញ្ឈប់ការចម្លងមេរោគតាមបាតដៃក្រខ្វក់របស់ប្អូនចម្លើយមាន3បាទសាប៊ូទូទៅចម្លើយកចម្លើយខសាប៊ូក្រអូបចម្លើយខសាប៊ូពិសេសសម្រាប់លាងដៃសម្រាប់មេរោគចម្លើយកចម្លើយកអូចាចម្លើយឃើញតែចម្លើយនេះបាទមិនទាន់បានត្រឹមត្រូវនៅឡើយទេសូមឲ្យតំណាងបាទញូវយ៉កសូមអញ្ជើញមកក្មួយបាទសូមអញ្ជើញឡើងមកក្មួយឡើងមកបាទឡើងមកក្មួយហ្នឹងហើយចាបងអានជូនសំណួរមកឲ្យបងអូនម្ដងទៀតចាតើសាប៊ូប្រភេទណាខ្លះសម្រាប់លាងដៃដើម្បីបញ្ឈប់ការចម្លងមេរោគតាមបាតដៃក្រខ្វក់របស់ប្អូនបាទកចាអត់ចាំបាច់ត្រាប់ចម្លើយឆ្លើយយកមកមួយណាចាចម្លើយកបាទចាចំពោះចម្លើយកនេះគឺពិតជាត្រឹមត្រូវចាបាទអរគុណណាសូមសហការីផ្ដល់ជូនរង្វាន់ផងបាទល្អណាស់បាទឥឡូវយើងគឺថាលទ្ធផលរបស់យើងគឺស្មើគ្នានៅឡើយទេបាទស្មើគ្នានៅឡើយបាទគឺយើងខុសម្នាក់ម្ដងអញ្ចឹងយើងកុំឲ្យមានខុសទៀតណាប្រយ័ត្នណាបាទឥឡូវសូមបង្វែរសំណួរមកកាន់ក្មួយខាងសង្ហបុរីម្ដងបាទចាប់បានសំណួរទីប្រហែលសំណួរទី8ចុងក្រោយគឺសំណួរទី8ចាបងអូនសូមស្ដាប់សំណួរទី8សួរថាបើលាមកវាជាប្រភពដែលនាំឲ្យយើងមានជំងឺតើយើងត្រូវការពារយ៉ាងដូចម្ដេចចម្លើយមាន3ចម្លើយកជុះក្នុងបង្គន់អនាម័យបាទចម្លើយខហូបទឹកឆ្អិនចម្លើយកហូបចំណីដែលស្អាតហូបនំចំណីដែលស្អាតខ្ញុំសូមជ្រើសរើសយកចម្លើយកចម្លើយកចាគឺជុះក្នុងបង្គន់អនាម័យចាចម្លើយនេះក៏ពិតជាត្រឹមត្រូវបាទជុះក្នុងបង្គន់អនាម័យចាដោយលទ្ធផលពិន្ទុរបស់បងប្អូនសាលាទាំងពីរស្មើគ្នាដូច្នេះនាងខ្ញុំសូមប្រកាសជូននៅសំណួរបន្ថែមមួយទៀតចាសូមជម្រាបជូនមួយមុននឹងបាទបន្ថែមយើងតបដងយើងមានចម្លើយប៉ុន្តែសំណួរបន្ថែមចុងក្រោយនេះគឺអត់មានចម្លើយទេលក្ខខណ្ឌនៅក្នុងការប្រកួតសំណួរចុងក្រោយបើសិនជាបាទអ្នកណាដែលលើកដៃបាទលើកដៃនៅពេលដែលអានសំណួរចប់បានមុនអ្នកនោះមានអត្ថភាពនៅក្នុងការឆ្លើយប៉ុន្តែបើសិនជាឆ្លើយមិនត្រូវយើងបង្វែរមកឲ្យអ្នកដែលមិនទាន់បានឆ្លើយណាស្ដាប់ណាអត់មានចម្លើយទេចាឥឡូវបងសូមអានជូននៅសំណួរគឺសំណួរសួរថាហេតុអ្វីបានជាត្រូវការសម្អាតបង្គន់ក្នុងសាលារៀនឲ្យបានស្អាតខាងសាលាញូវយ៉កចាព្រោះឲ្យមានអនាម័យកុំឲ្យមានមេរោគកាត់បន្ថយជំងឺនិងធ្វើឲ្យសុខភាពល្អចំពោះសិស្សានុសិស្សចម្លើយនេះគឺពិតជាត្រឹមត្រូវបាទនៅក្នុងនោះផងដែរសូមបញ្ជាក់បន្ថែមបាទលោកស្រីញ៉ាកំពុងតែតាមដានជាពិសេសក្មួយខាងសង្ហបុរីមិនមែនក្មួយមិនចេះទេប៉ុន្តែក្មួយលើកដៃអត់ទាន់មិនថាអញ្ចឹងណាដឹងហើយចេះហើយប៉ុន្តែលើកដៃអត់ទាន់យើងគួរសោកដៃណាក្មួយណាដូច្នេះលទ្ធផលក្នុងការប្រកួតវគ្គចុងក្រោយនេះជ័យលាភីត្រូវបានមកលើបងប្អូនដែលមកពីសាលាអន្តរជាតិញូវយ៉កសូមអរគុណអរគុណណាបាទក្មួយត្រូវបាន
វ៉ាន់លើកទឹកចិត្តសម្រាប់ក្មួយផងដែរក្មួយណាទទួលក្មួយហើយបាទពីរនាក់បាទពីរនាក់ក្មួយណាបាទអរគុណបាទនេះជីលីភីបាទសូមអបអរសាទរសម្រាប់ក្មួយមកពីសង្ហបុរីអន្តរជាតិអរគុណក្មួយណាក្មួយទទួលណាក្មួយណាអរគុណណាយើងនៅមានរង្វាន់កិត្តិយសជូនសម្រាប់ក្មួយដែលបានចូលរួមបាទទាំងតំណាងសាលានីមួយៗបាទអរគុណច្រើនជើញក្មួយណាក្មួយជើញមកក្នុងមកក្មួយមកក្នុងមកក្មួយណាងបាយមុខទៅបាយមុខណាងទទួលយកក្មួយនេះទទួលយកហ្នឹងហើយបោះអរគុណច្រើនណាអរគុណច្រើនហ្នឹងហើយអបអរសាទរជូនគ្នាយើងអរគ្នាមួយហ្នឹងហើយអរក្មួយមកក្មួយណាណាងអរគុណច្រើនណាក្មួយហ្នឹងហើយអរគុណណាក្មួយក្លាហានណាអរគុណណាក្មួយនេះណាងបាទគឺថាយើងបានរង្វាន់លើកទឹកចិត្តទាំងអស់គ្នាបាទដូច្នេះបាទលោកគ្រូអ្នកគ្រូបានមានវត្តមានបាទនៅក្នុងកម្មវិធីរបស់យើងក៏បាទមានបាទរង្វាន់សម្រាប់ជូនបាទសុំទោសកាដូបាទជូនបាទអ្នកគ្រូដើម្បីបាទជាអនុស្សាវរីយ៍បាទវត្ថុអនុស្សាវរីយ៍សុំទោសវត្ថុអនុស្សាវរីយ៍ជូនដល់អ្នកគ្រូផងដែរបាទអរគុណច្រើនបាទមានវត្ថុអនុស្សាវរីយ៍ជូនដល់លោកគ្រូអ្នកគ្រូផងដែរបាទនេះជាវត្ថុអនុស្សាវរីយ៍បាទសម្រាប់កម្មវិធីយើងទាំងមូលសូមអញ្ជើញបាទអរគុណបាទកញ្ញាចាប់ពីកម្មវិធីរបស់យើងខ្ញុំក៏សូមអរគុណចំពោះលោកគ្រូអ្នកគ្រូដែលមកពីតំណាងទាំង4សាលាដែលបានចូលរួមនៅក្នុងកម្មវិធីរបស់យើងក្រោមប្រធានបទដៃស្អាតសុខភាពល្អចា៎ហើយកម្មវិធីនេះគឺបានផលិតឡើងក្រោមការជួយឧបត្ថម្ភពីក្រសួងអភិវឌ្ឍជនបទអង្គការ UNICEF អង្គការ DFID យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍជនបទអង្គការ UNICEF និងអង្គការ DFID ដែលបានរៀបចំកម្មវិធីនេះឡើងចា៎បាទលោកស្រីងជាទីគោរពនិងជាទីមន្ត្រីបាទនេះជាវេលាចុងក្រោយហើយសម្រាប់កម្មវិធីរបស់យើងទាំងមូលបាទខ្ញុំបាទតំណាងឲ្យកម្មវិធីក៏សូមប្រសិទ្ធពរជ័យសេរីបបរមហាប្រសើរវិបុលសុខជូនបងប្អូនបាទទូទាំងប្រជាជាតិកម្ពុជាឲ្យជួបតែតំណាងល្អគ្រប់ក្រុមគ្រួសារជួបគ្នានៅលើក្រៅទៀតសូមអរគុណសូមជម្រាបលា